ទូរទស្សនិកជនជាទីមេត្រីនៅថ្ងៃទី5 ខែវិច្ឆិកាឆ្នាំ2025នេះត្រូវនឹងថ្ងៃទី2នៃព្រះរាជពិធីបុណ្យអុំទូកអំបុកសុភប្រខែនិងបណ្ដែតប្រទីបបាទហើយសម្រាប់ពិធីនេះផងដែរក៏មានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកពីទីជិតទីឆ្ងាយបានទស្សនាកម្សាន្តនៅក្នុងឱកាសពិធីបុណ្យអុំទូកដែលរដ្ឋបាលខេត្តសៀមរាបសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីនេះឡើងនៅតាមបណ្ដោយដងស្ទឹងសៀមរាបក្រុងសៀមរាបព្រះរាជពិធីនេះគឺមានរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី4រហូតដល់ថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025បើតាមការកត់សម្គាល់នៅតាមដងស្ទឹងសៀមរាបក៏ដូចជានៅតាមតំបន់រាជមនីដ្ឋានអង្គរក្នុងរយៈពេល2ថ្ងៃកន្លងមកនេះឃើញថាភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏បានដើរកម្សាន្តយ៉ាងច្រើនកកមិនថាតែនៅតំបន់ក្រុងសៀមរាបក៏ដូចជានៅតំបន់រាជមនីដ្ឋានអង្គរភ្ញៀវទេសចរក៏បានលើកឡើងផងដែរអំពីពិធីបុណ្យជាតិដ៏ធំមួយនេះជាពិធីបុណ្យដ៏មានតម្លៃបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងមូលគឺជាការជំរុញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាក្នុងខេត្តសៀមរាបឲ្យបានកាន់តែច្រើនផងដែរជាពិសេសទៅទៀតការរៀបចំនៅពិធីនេះក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តសៀមរាបជាពិសេសនៅតំបន់អង្គរក៏មានឱកាសក្នុងការប្រកបរបរទទួលទានដូចជាការលក់ដូរនិងការដឹកជញ្ជូនភ្ញៀវទេសចរជាដើមនៅនេះសប្បាយបងសប្បាយហើយមនុស្សច្រើនកនៅតំបន់អង្គរយើងនិយាយថាសុវត្ថិភាពនៅនេះសមត្ថកិច្ចគាត់ល្អគាត់មានយាមកាមនៅមានគ្រប់គោលដៅគ្រប់កន្លែងទាំងអស់បងពេលដែលរៀបចំពិធីអញ្ចឹងធ្វើឲ្យភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិគាត់មើលឃើញហើយសុវត្ថិភាពទីសំខាន់គឺប្រទេសឲ្យតែមានសន្តិភាពគឺប្រជាជនគឺសប្បាយចិត្តទាំងអស់គ្នាបងនឹងបងគឺជាការលើកតម្កើងវប្បធម៌នៅខ្មែរយើងខ្លាំងមែនទែនបងសម្រាប់ធ្វើពិធីបុណ្យអុំទូកញ៉ាំនេះបងក៏សំណូមពរបងប្អូនទាំងអស់នៅលេងនៅទីនេះគឺចំពោះហូបចុកសូមបងប្អូនដាក់តាមធុងសំណាមឲ្យស្រួលបួលបើសិនជាហូបកន្លែងណាយើងអាចខ្ចប់ជាដាក់ជាថង់ចាំយកទៅបោះចោលកុំបោះចោលវាកាលគឺអនាម័យគឺជាចម្បងបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាបងអើយមកនេះមកដើរលេងផងនឹងកំសាន្តពេលបុណ្យអុំទូកផងចង់ទស្សនាប្រាសាទអញ្ចឹងណាបងអូខែបុណ្យនេះមនុស្សច្រើនណាបងច្រើនមែនតើមកភ្ញៀវចូលច្រើនទាំងជនជាតិបរទេសទាំងជាតិខ្មែរអញ្ចឹងណាបងចាពេលឃើញអញ្ចឹងទៅយើងក៏សប្បាយចិត្តដែរបងយើងខ្ញុំទាំងអស់គ្នាក៏សប្បាយចិត្តដែរប្រជាជនយើងឃើញថាស្រុកយើងសានត្រានល្អអញ្ចឹងណាបងប្រជាជនយើងក៏មកដើរលេងទស្សនាច្រើនក៏ដូចជាជនជាតិបរទេសដែរបងពេលភ្ញៀវបរទេសមិនថាជនជាតិបរទេសឬក៏ភ្ញៀវជនជាតិខ្មែរយើងមកលេងទស្សនានៅសៀមរាបអង្គរវត្តនេះគឺបានចំណូលទៅដល់ប្រជាជនយើងអ្នកជិតខាងនៅជុំវិញប្រាសាទនឹងដែរបងដែលថាបានលក់ដូរអីក៏ដាច់អញ្ចឹងណាបងចាការរៀបចំបងប្អូននៅខាងគាត់ធ្វើការនៅខាងក្នុងប្រាសាទនេះគឺរៀបចំបានល្អមិនថាភ្ញៀវខ្មែរឬភ្ញៀវបរទេសគឺល្អទាំងអស់គ្នាបងសូមអំពាវនាវដល់បងប្អូនមិនថាជនជាតិខ្មែរឬជនជាតិបរទេសសូមអញ្ជើញមកលេងនៅប្រាសាទអង្គរវត្តនេះបានច្រើនកកបង Yeah, this event I know it because I'm living here for 2 years to play football for Angkor Tiger FC. And last year I was just watching this festival from outside, people riding a boat and competing. And this year I succeeded to join it. So that was really fun to celebrate this festival with the local people as well. Yeah, I really love them. I love their personality. They're really kind. Yeah, and I like them how they think about the life. They're especially people in Siem Reap. They're really slow and nice. I love it. ប្រិយមិត្តជាទីមេត្រីសូមបញ្ជាក់ផងដែរថានៅថ្ងៃទី2នៃព្រះរាជពិធីបុណ្យអុំទូកអមបុកសុភប្រខែនិងបណ្ដែតប្រទីបដែលបានរៀបចំឡើងនៅខេត្តសៀមរាបដោយរដ្ឋបាលខេត្តសៀមរាបសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាសសយកមានកម្មវិធីកំសាន្តជាច្រើនរួមមានការអុំទូកជាមិត្តភាពសៀមរាបផ្ទះខ្ញុំផ្សារបណ្ដែតទឹកការជិះទូកកំសាន្តនៅតាមដងស្ទឹងសៀមរាបព្រមទាំងមានការប្រគំតន្ត្រីស្គរដៃការសម្ដែងសិល្បៈមានការប្រកួតកាច់ពុនបុរាណដែលបានធ្វើឡើងនៅតាមបណ្ដោយស្ទឹងសៀមរាបនិងនៅក្បែរសួនព្រះរាជដំណាក់ក្រុងសៀមរាបខ្ញុំបាទឈិតសវីធ្វើសេចក្តីរាយការណ៍ពីក្រុងសៀមរាបយើងមើលឃើញពីចរន្តនៃលំហូរភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិនៅតាមតម្រាយផ្លូវនានានៅក្នុងក្រុងសៀមរាបនៃខេត្តសៀមរាប
នៅឆ្នាំនេះរដ្ឋបាលខេត្តសៀមរាបនៅតែបន្តរៀបចំនៅព្រឹត្តិការណ៍និងកម្មវិធីសប្បាយៗជាច្រើនដើម្បីទទួលបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរទៅសម្រាកលំហែនិងកំសាន្តនៅទឹកដីនៃខេត្តសៀមរាបដែលជាគោលដៅទេសចរដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជាបាទទាំងអស់នេះក៏ដោយសារតែយើងរក្សាបាននៅស្ថិរភាពនយោបាយកត្តាសុខសន្តិភាពធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសនិងពេលវេលាគ្រប់គ្រាន់ហើយមួយវិញទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទាំងអស់ដែលបានរៀបចំជាដំណើរកម្សាន្តទៅកាន់គោលដៅទេសចរនានាហ្នឹងក៏អាស្រ័យទៅលើមានលទ្ធភាពនិងធនធានបើយើងនិយាយខ្លីទៅពួកគាត់មានលុយបាទមានលុយផ្លូវស្រួលមធ្យោបាយយានជំនិះហ្នឹងក៏ល្អស្អាតធ្វើឲ្យពួកគាត់ហ្នឹងគឺមានឱកាសនិងពេលវេលាគ្រប់គ្រាន់អានេះយើងនិយាយពីគុណតម្លៃនៃសុខសន្តិភាពគឺវាបែបនេះបាទយើងអាចនឹងមើលរំលងបើសិនជាមិនរំលេចឡើងទេយើងអត់ដឹងថាតើទាំងអស់ហ្នឹងដោយសារកត្តាអីខ្លះជាមូលដ្ឋានពិតណាស់ដោយដែលលោកបរិទ្ធបានបញ្ជាក់អញ្ចឹងគឺកត្តាស្ថិរភាពសុខសន្តិភាពជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋនិងការដឹកនាំរបស់រាជរដ្ឋាភិបាលលើមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្មវិធីនេះរៀបចំឡើងបានលុះត្រាតែរដ្ឋបាលខេត្តលោកមានផែនការសកម្មភាពដែលមានការសហការពីក្រុមការងារពាក់ព័ន្ធទាំងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាទាំងកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋានអាជីវករអ្នកលក់ដូរបានថាគ្រប់សមាជិកតួអង្គទាំងអស់បានចូលរួមសហការគ្នាទើបធ្វើឲ្យមានស្តង់ធ្វើឲ្យមានពិធីប៉ុណ្ណឹងទូកធ្វើឲ្យមានស្គរដីណារំលេងកំសាន្តស្គរដីនេះក៏ឃើញផ្ទុះដែរនៅក្នុងបណ្ដាញ TikTok យប់ឡើងបងដែលលេងស្គរដីស្គរដៃយើងហ្នឹងចាស្គរភ្លេងខ្មែររបស់យើងហ្នឹងថារំឈើតនៅខាងស្ទឹងសៀមរាបនឹងយុវជនយើងដូចថាគាត់សប្បាយមកបែបទៀតណាពីព្រោះធ្លាប់ភាគច្រើនដល់នេះគឺយើងចូល disco club ណាមានជាធុងបាសធំប៉ុន្តែដល់ពេលមកងាកមកស្គរដៃនេះគាត់អន្ទើតរំលេងកំសាន្តទាំងភ្ញៀវទេសចរអន្តរជាតិហ្នឹងក៏រីករាយក្អាយជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែរហើយមានពិធីបាញ់កំជ្រួចយប់ឡើងនៅទីតាំងមួយចំនួនធំគឺថាភ្ញៀវរហូតដល់ម៉ោង11 12យប់គឺអត់ទាន់អស់ទេគឺអត់ទាន់ស្បើយទេអញ្ចឹងបើសិនជាគ្មានជំនឿទុកចិត្តលើកត្តាសុវត្ថិភាពការរៀបចំការពារសន្តិសុខសណ្ដាប់ធ្នាប់ពីកងកម្លាំងពួកគាត់អត់បានសម្រាប់ទេ3ថ្ងៃយើងបានឈប់មន្ត្រីឆ្ការប៉ុន្តែដោយឡែកកងកម្លាំងប្រដាប់អាវុធក៏ដូចជាផ្នែកមួយចំនួនទៀតដូចជាខាងក្រមគ្រូពេទ្យដែលគាត់ត្រៀមកម្លាំងបង្ការសង្គ្រោះបឋមឯជាដើមនេះគឺគាត់ត្រូវប្រចាំការដើម្បីផ្ដល់នៅអ្វីដែលជាភាពរីករាយជួបជុំគ្រួសាររបស់មហាគ្រួសារខ្មែរទស្សនិក